សួស្តីបងប្អូនទាំងអស់គ្នាចុងសប្តាហ៍មុនបងប្អូនទាំងអស់គ្នាទៅកំសាន្តនៅកន្លែងណាខ្លះសម្រាប់លោកខ្ញុំបានមកលេងនៅឯស្រុកកំណើតចាហើយថ្ងៃនេះខ្ញុំមកបេះស្លឹករមៀតចាស្លឹករមៀតនេះខ្ញុំយកមកឆាជាមួយនឹងសាច់កង្កែបអីហ្នឹងបងប្អូនហើយនេះខ្ញុំបេះច្រើនគូសំដែរហើយចានេះគឺខ្ញុំពងហាន់ស្លឹករមៀតមុននឹងហាន់ខ្ញុំបានយកវាមកលាងទឹករួចរាល់ហើយចាបាទខ្ញុំហាន់ហើយយើងហាន់ជាសរសៃបងប្អូនចាយើងអាចហាន់ធំទេវាស្វិតចាយើងហាន់ជាសរសៃបែបនេះទៅវាធ្វើឲ្យយើងនឹងស្រួលទំពាហើយនឹងវាមានលក្ខណៈឆ្ងាញ់ចាហើយឈ្ងុយតែម្ដងចាក្រោយពីយើងបានហាន់រួចហើយយើងមកដំខ្ទឹមម្ដងចាហើយបន្ទាប់មកគឺយើងចាប់ដើមកាប់កង្កែបចាកាប់សាច់កង្កែបយើងឲ្យជាដុំតូចល្មមហូបចាបន្ទាប់មកខ្ញុំយកគល់ក្រៃមកដាក់ក្នុងម៉ាស៊ីនដើម្បីកិនហើយយើងចិញ្ច្រាំក៏បានដែរបងប្អូនប៉ុន្តែខ្ញុំជឿឲ្យវារាយប៉ាយញ៉ៃច្រើនខ្ញុំក៏ដាក់ចូលក្នុងម៉ាស៊ីនអញ្ចឹងទៅយើងស្រួលចាយើងកិនតែម្ដងវាអត់កពុកញ៉ៃអញ្ចឹងណាបងប្អូនហើយខ្ញុំយកដៃបាំងនេះគឺកុំឲ្យវាចូលចន្លោះនោះដើម្បីពេលយើងដាក់ម៉ាស៊ីនទៅវាជាប់វាអីបងប្អូនកិនថាជាមួយ2 នាទីទៅបានទេបងប្អូនកុំកិនឲ្យវាម៉ត់ពេកទេយើងមិនទៅគ្រឿងទៅគឺយើងគាត់កិនឲ្យវាម៉ត់តិចទៅបានហើយចាប់តមកយើងដាក់ខ្ទះឲ្យក្តៅហើយចាក់ប្រេងឆាចូលហើយយើងបំពងខ្ទឹមនឹងឲ្យរាងក្រហមមកដល់យើងចាក់គល់ក្រៃយើងចូលចានេះគឺជាវិធីខ្ញុំប្រើប្រាស់ចំអិនរាល់ដងបងប្អូនតពីគល់ក្រៃរៀងក្រៀមហើយខ្ញុំក៏ដាក់សាច់កង្កែបចូលចាសម្រាប់ខ្ញុំឆាតែបន្តិចទៅយើងដាក់អំបិលស្ករប៊ីចេងម្សៅស៊ុបឬក៏ប្រេងខ្យងអីហ្នឹងដាក់ចូលទៅបងប្អូនដាក់តែមកបានរយៈប្រៃបងប្អូនបន្ទាប់មកពេលយើងដាក់រួចហើយកែបឆ្អិនយើងចាប់ដើមដាក់ស្លឹករមៀតចូលបើរៀងគោកយើងអាចថែមទឹកបន្តិចដើម្បីកុំឲ្យវាគោកពេកបងប្អូនចាសម្រាប់មុខខ្ញុំថ្ងៃមានតែប៉ុណ្ណឹង